ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំធ្វើម្ទេសជ្រក់ជាមួយនឹងខ្ទឹមជ្រក់ដែលយើងអាចយកទៅញ៉ាំជាមួយនឹងកាទៀវឬមួយក៏យកទៅធ្វើជ្រក់ធ្វើអីគឺបានច្រើនខ្លាំងមែនតែនតាមដែលបងប្អូនចូលចិត្តហើយខ្ទឹមរបស់យើងធ្វើចេញមកគឺពណ៌ខៀវស្អាតបែបនេះឯងហើយសម្រាប់ការធ្វើជ្រក់ម្ទេសកាទៀវនេះទូទៅហ្នឹងគេប្រើម្ទេសអាចសាត់ខ្ចីវាស្រួយឆ្ងាញ់ប៉ុន្តែម្ទេសថ្ងៃនេះដោយសារទិញមកហ្នឹងគឺមានខៀវខ្លះមានទុំខ្លះអញ្ចឹងប៉ុន្តែអត់អីទេយើងអាចធ្វើបានណាហើយម្ទេសហ្នឹងគឺយកមកបានលាងសម្អាតវាស្អាតហើយយើងត្រូវទុកឲ្យវាស្ងួតល្អស្ងួតហើយចាំបងប្អូនយកវាមកបេះក្បាលព្រោះកាលណាយើងធ្វើវាទាំងនៅសើមយើងយកមកធ្វើជ្រក់គឺវាអាចខូចណាចឹងយើងទុកវាឲ្យស្ងួតល្អសិនហើយម្ទេសនេះបេះហើយគឺចំនួនកន្លះខាំម្ទេសយើងវាស្អាតខ្លាំងមែនតើចំពោះខ្ទឹមវិញគឺខ្ញុំបានបកវាស្អាតអស់ហើយលាងវាស្អាតទុកឲ្យវាស្ងួតល្អរួចហើយយើងយកវាមកកាត់ក្បាលកាត់កន្លែងខូចចោលសម្រាប់វិធីបកខ្ទឹមបងប្អូនអាចត្រាំជាមួយនឹងទឹកក្តៅឬមួយក៏ទឹកធម្មតាក៏បានដែរត្រាំវារហូតទាល់តែសបកវាទន់ទៅគឺងាយស្រួលបកហើយសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំប្រញាប់តែពេលចឹងអត់បានថតពីការបកសបកខ្ទឹមជូនបងប្អូនអរគ្នាទេហើយខ្ទឹមហ្នឹងបកហើយគឺចំនួន2ខាំនេះគឺជាគ្រឿងផ្សំសម្រាប់យើងធ្វើទឹកជ្រក់គឺអត់មានអីសាំញ៉ាំច្រើនទេបងប្អូនអរគ្នាដំបូងឡើយយើងចាប់ផ្ដើមដាក់ទឹកដាំគឺខ្ញុំប្រើទឹកចំនួន400 ml សម្រាប់ជ្រក់2មុខហ្នឹងណាហើយអំបិលគឺ1ស្លាបព្រាបាយកន្លះហើយស្ករសគឺខ្ញុំប្រើចំនួន4ស្លាបព្រាបាយយើងដាំវាកូរស្ករនឹងឲ្យវារលាយសព្វល្អសិនបានខ្ញុំចាប់ផ្ដើមថែមទឹកខ្មេះចំពោះរសជាតិទឹកជ្រក់របស់ខ្ញុំគឺខ្ញុំធ្វើអត់ឲ្យចេញផ្អែមខ្លាំងទេនិយាយទៅភ្លក់ទៅវាផ្អែមប្រៃឡំហើយសម្រាប់រសជាតិជូរយើងត្រូវកោររៀងមុតតិចខ្ញុំប្រើវា6ទៅ7ស្លាបព្រាឬមួយក៏អាចច្រើនជាងនឹងអាស្រ័យលើម៉ាកទឹកខ្មេះដែលបងប្អូនប្រើព្រោះទឹកខ្មេះខ្លះគឺវាជូរខ្លាំងទឹកខ្មេះខ្លះគឺអត់សូវជូរទេដូចទឹកខ្មេះរបស់ខ្ញុំអញ្ចឹងប៉ិតហ្នឹងគឺជូរល្មមព្រោះជ្រក់ហ្នឹងគឺបងប្អូនត្រូវការដាក់វាឲ្យចេញជូរមុតតិចអត់អាចយកជូរស្រាលទេនិយាយទៅជូររៀងភ្លក់ទៅគឺជូរយើងដឹងជូរហ្មងជូររៀងមុតខ្លាំងតិចមកហើយចំពោះរសជាតិផ្អែមគឺបងប្អូនអាចថែមបានណាហើយសម្រាប់ខ្ញុំគឺខ្ញុំយកតែរសជាតិប៉ុណ្្នឹងទេហើយសម្រាប់កន្លដែលយើងយកមកត្រាំជ្រក់បងប្អូនត្រូវស្រុះទឹកក្តៅរួចហើយកាប់វាឲ្យវាស្ងួតល្អចាំបងប្អូនដាក់គ្រឿងរបស់យើងចូលបើកាលណាកន្លយើងអត់ស្ងួតទេយើងធ្វើជ្រក់ក៏អាចដុះផ្សិតដែរហើយកន្លធំនេះគឺខ្ញុំដាក់ខ្ទឹមសចូលចំនួន2ខាំកន្លតូចខ្ញុំដាក់ម្ទេសគឺម្ទេសកន្លះខាំហើយសម្រាប់ជ្រក់ម្ទេសខ្ញុំបន្ថែមជាមួយនឹងខ្ទឹមសហ្នឹង6ទៅ7កាពឹសដែរដើម្បីឲ្យទឹកជ្រក់យើងគឺវាមានក្លិនកាន់តែឈ្ងុយបងប្អូនចង់ដាក់ក៏បានអត់ក៏បានដែរហើយទឹកជ្រក់របស់យើងគឺបងប្អូនយកវាមកចាក់ទាំងនៅក្តៅដែលយើងទុំទៅដាំពុះហើយថ្មីហ្នឹងលើកវាយកមកចាក់ចូលតែម្ដងហើយយើងមិនចាំបាច់ទុកឲ្យវាចុះត្រជាក់បន្តិចសិនអីអត់ទេដោយសារតែខ្ទឹមយើងធ្វើអត់ស្មានស្រស់ទេហើយម្ទេសក៏អត់ស្រស់ដែរអញ្ចឹងយើងប្រើទឹកដាំពុះបែបហ្នឹងមកទើបម្ទេសហើយជាមួយនឹងខ្ទឹមរបស់យើងគឺធ្វើទៅបានល្អហើយយើងទុកឲ្យទឹកនឹងចុះត្រជាក់សិនចាំបងប្អូនក្របហើយខ្ញុំបានយកកូនចានដើម្បីចង្កត់វាឲ្យខ្ទឹមនឹងលិចចូលទៅក្រោមទឹកជ្រក់របស់យើងរួចហើយបងប្អូនគ្របវាផ្អាប់វាទុកចោលក្នុងចង្ក្រានបាយយើងក្នុងផ្ទះយើងធម្មតាហ្នឹងសម្រាប់ម្ទេសគឺអាចទុក3ថ្ងៃទៅ5ថ្ងៃគឺអាចញ៉ាំបានហើយប៉ុន្តែចំពោះខ្ទឹមគឺបងប្អូនអាចទុកចន្លោះពី1សប្តាហ៍ទៅ2សប្តាហ៍ទើបយើងអាចញ៉ាំទៅវាឈ្ងុយវាងុំល្អណាហើយនេះគឺកន្លះថ្ងៃវាចាប់ផ្ដើមខៀវបដាហើយបងប្អូនអរគ្នានិយាយទៅវិធីធ្វើហ្នឹងគឺងាយស្រួលអត់ញ៉ៃច្រើនទេហើយថ្ងៃទី1ថ្ងៃទី2គឺវាខៀវបន្តិចថ្ងៃទី3វាខៀវបន្តិចនិយាយទៅខៀវមួយថ្ងៃបន្តិចហើយនេះគឺបាន3ថ្ងៃខ្ញុំមកបើកវាមើលគឺវាខៀវចិត្តអស់ហើយតែវាមិនតញ៉ាំកើតទេវានៅក្លិនហាងតែម្ទេសរបស់យើងគឺល្មមឆ្ងាញ់ហើយគឺអាចញ៉ាំបានហើយអញ្ចឹងហើយម្ទេសហ្នឹងគឺខ្ញុំឆែកវាមើលទៅគឺវាល្អអញ្ចឹងខ្ញុំយកទុកក្នុងទូទឹកកកមុនសិនដើម្បីកុំឲ្យវាជូរបន្តទៀតអញ្ចឹងណាអញ្ចឹងបងប្អូនពេលដែលជូរហើយគឺយើងទុកក្នុងទូទឹកកកដើម្បីរក្សាគុណភាពនិងរសជាតិម្ទេសរបស់យើងហើយសម្រាប់ខ្ទឹមជ្រក់គឺខ្ញុំបន្តផ្អាប់វារហូតតតែគ្រប់1អាទិត្យហើយចំពោះខ្ទឹមជ្រក់ហ្នឹងពេលដែលបាន5ថ្ងៃគឺវានៅហាងតិចល្មមអាចញ៉ាំបានសម្រាប់បងប្អូនចូលចិត្តហាងគឺ5ថ្ងៃញ៉ាំបានហើយ7ថ្ងៃនៅសល់ក្លិនហាងហ្នឹង20%ដល់ពេល1អាទិត្យគឺក្លិនហាងហ្នឹងវាបាត់សឹងតែចង់អស់100%ហើយប៉ុន្តែបើចង់ឲ្យងុំឆ្ងាញ់ខ្លាំងសម្រាប់អ្នកអត់ចូលចិត្តខ្ទឹមហាងអីបងប្អូនអាចទុកដល់10ថ្ងៃទៅប៉ុន្តែសម្រាប់ខ្ញុំអត់សូវប៉ិនញ៉ាំខ្ទឹមជ្រក់ទេតែមួយអាទិត្យហ្នឹងខ្ញុំញ៉ាំទៅក៏នៅតែដឹងថាឆ្ងាញ់ដែរ
ព្រោះសាច់ខ្ទឹមយើងវាចាប់ផ្ដើមចូលជាតិវាចេញជូរហើយអត់សូវផ្អែមខ្លាំងទេនិយាយទៅមកល្មមឆ្ងាញ់សម្រាប់បងប្អូនដែលចូលចិត្តញ៉ាំខ្ទឹមជ្រក់បែបផ្អែមបងប្អូនអាចថែមស្ករនៅលើអាទឹកដែលយើងធ្វើជ្រក់ហ្នឹងបានហើយសម្រាប់ខ្ទឹមជ្រក់របស់ខ្ញុំអានេះវាចាំងពលឺបងប្អូនអរគ្នាអញ្ចឹងឃើញពណ៌អត់សូវខៀវតាមពិតពណ៌គឺវាខៀវបែបនេះពេលដែលវាអត់ចាំងភ្លើងអញ្ចឹងទៅខៀវស្អាតណាស់ខាងក្រៅហើយរសជាតិវិញគឺឆ្ងាញ់ហើយតែប៉ុណ្នេះខ្ញុំទុកវានៅក្នុងទូទឹកកកឲ្យគឺដើម្បីកុំឲ្យវាបន្តងុំបន្តទៀតណាយើងអាចទុកក្នុងទូទឹកកកទៅបានយូរថ្ងៃតែប៉ុណ្្នឹងខ្ទឹមជ្រក់និងម្ទេសជ្រក់របស់ខ្ញុំរួចរាល់ហើយបងប្អូនអត់ធ្លាប់ធ្វើអាចសាកល្បងបានបើមានសំណួរឬយោបល់អាច comment នៅខាងក្រោមវីដេអូបានហើយបងប្អូនថ្មីៗកុំភ្លេចជួយ Subscribe Channel YouTube និង Follow Page របស់ខ្ញុំផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយទៀត